បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទឥឡូវសូមពុកម៉ែបងប្អូនទាំងអស់គ្នាមកមើលនៅគ្រឿងផ្សំសម្រាប់យើងបាទឆាងាវ7ទុំដល់គ្នាណាមានដូចជាងាវចំពោះងាវខ្ញុំទិញប្រហែលជា1គីឡូបាទមានខ្ទឹមសខ្ទឹមក្រហមបាទមានម្រះព្រៅបាទមានម្ទេសហិលម្ទេសក្របហ្នឹងបងប្អូនហ្នឹងហើយចំពោះគ្រឿងទេសវិញមានដូចជាទឹកប្រេងខ្យងស្ករក្រហមអំបិលប៊ីចេងអញ្ចឹងទៅបាទបន្ទាប់ខ្ញុំរៀបរាប់សពគ្រឿងក្រៅសពគ្រប់ហើយខ្ញុំក៏ចាប់ដើមដាក់ខ្ទះបាទដាក់ខ្ទះបន្ទាប់ពីខ្ទះក្តៅហើយខ្ញុំក៏ចាប់ដើមចាក់ខ្លាញ់ចូលបន្ទាប់ពីចាក់ខ្លាញ់ចូលហើយខ្ញុំក៏ចាប់ដើមដាក់នៅខ្ទឹមសខ្ទឹមក្រហមចូលហើយយើងកូរវឹកមកឲ្យឡើងក្លិនឈ្ងុយឲ្យឡើងក្រហមអញ្ចឹងបងប្អូនគ្នាបាទបន្ទាប់ពីខ្ញុំបានកូរវឹកចុះឡើងមកខ្ទឹមសខ្ទឹមក្រហមយើងក៏ឡើងក្រហមអញ្ចឹងខ្ញុំក៏ចាប់ដើមចាក់នៅងាវចូលតែម្ដងបងប្អូនណាបន្ទាប់ពីខ្ញុំបានចាក់ងាវចូលហើយខ្ញុំក៏កូរវឹកឆាចុះឆាឡើង3 4 5ត្រឡប់មកបងប្អូនណាចាំយើងដាក់គ្រឿងក្រៅហើយគ្រឿងទេសយើងតាមក្រោយទៀតបងប្អូនណាបន្ទាប់ពីកូរវឹកចុះឡើងក៏ដាក់គ្រឿងចូលខ្ញុំដាក់ស្ករសបន្តិចប៊ីចេងបន្តិចបងប្អូនណាហ្នឹងហើយទឹកប្រេងខ្យងបន្តិចមកហើយនឹងបន្ទាប់ពីទឹកប្រេងខ្យងហើយបងប្អូនណាដាក់នៅស្ករក្រហមខ្ញុំប្រើស្ករក្រហមប្រហែលជាមួយស្លាបព្រាបងប្អូនណានឹងបន្ទាប់ពីដាក់គ្រឿងក្រៅសពគ្រប់រីរាល់ហើយបងប្អូនក៏កូរវឹកចុះឡើង4 10 20ត្រឡប់ចឹងមកបងប្អូនណាដើម្បីឲ្យវាចូលជាតិគ្រឿងក្រៅជាមួយនឹងសាច់ងាវរបស់យើងបន្ទាប់ពីខ្ញុំឆាត្រឡប់ចុះត្រឡប់ឡើងមកខ្ញុំក៏ចាប់ដើមចាក់ទឹកអំពិលទុំចូលមកបងប្អូនហើយខ្ញុំក៏ចាប់ដើមកូរវឹកវាចុះឡើងមកបងប្អូនណាដើម្បីឲ្យវាចូលជាតិជាមួយគ្រឿងក្រៅរបស់យើងដែលយើងបានបង់ហ្នឹងបងប្អូនបន្ទាប់ពីខ្ញុំបានចាក់នៅអំពិលទុំខ្ញុំចាប់ដើមចាក់នៅម្ទេសក្របដែលខ្ញុំបានហាន់ហ្នឹងរួចរាល់មកក៏ចូលម្សៅទៀតហើយខ្ញុំក៏កូរវឹកចុះឡើង3 4 10 20ត្រឡប់បន្ទាប់ពីខ្ញុំកូរវឹកចុះឡើង4 10 20ត្រឡប់មកងាវ7ទុំរបស់ខ្ញុំក៏បានឆ្អិនអញ្ចឹងបន្ទាប់ពីងាវបានឆ្អិនខ្ញុំបញ្ចប់ដើមបងបរះព្រៅជាវគ្គបញ្ចប់អញ្ចឹងបន្ទាប់ពីបងបរះព្រៅខ្ញុំក៏កូរវឹកចុះឡើងដើម្បីឲ្យស្លឹកម្រះព្រៅយើងរឹងវាឡើងរាសពូនបន្ទាប់ពីឡើងរាងសពូនហើយក៏ចាប់ដើមឆ្អិនខ្ញុំក៏ចាប់ដើមដួសដាក់ចូលចានតែម្ដងបងប្អូនណាឥឡូវងាវឆា7ទុំរបស់ខ្ញុំបូរ៉ាក៏បានឆ្អិនស្រេចអញ្ចឹងបន្ទាប់ពីបានឆាឆ្អិនខ្ញុំក៏ចាប់ដើមដួសដាក់ចូលចានអញ្ចឹងមកហ្នឹងហើយប៉ិតមើលទៅបងណាហ្នឹងហើយទំនោរមែនទេបងណាហ្នឹងហើយបើបានឆាងាវ7ទុំអញ្ចឹងបានដាក់បោះជាក់មកកំប៉ុង2កំប៉ុងមកនិយាយពីដាក់ទៅបងណាហ្នឹងហើយប៉ះខែនេះជាខែដល់ខែភ្លៀងធ្លាក់ខែវស្សាទៀតហ្នឹងហើយភ្លៀងមករលឹមស្រេចមកដាក់ទៅបានមកកំប៉ុង2កំប៉ុងប៉ះម្ទេសហិលទៀតនិយាយថាដាក់ទៅអូយនិយាយបើឆ្ងាញ់នោះជាតិមហាសែនជាតិបងប្អូនអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនណាជួបគ្នានៅវីដេអូក្រោយបាយ